តែមានវិធីអ្វីដែលស្បែករបស់យើងអាចជួយបញ្ចេញនៅជាតិពុលចេញពីក្នុងខ្លួនរបស់យើងបានមែនតើទាំងអស់គ្នាបានធ្វើហើយខ្ញុំជឿថាគ្រប់គ្នាធ្វើហើយប៉ុន្តែពេលខ្លះយើងអត់ដែលដឹងទេថាស្បែករបស់យើងកំពុងតែជួយយើងណាពេលដែលយើងហាត់ប្រាណបេះដូងរបស់យើងចាប់ផ្ដើមដើរញាប់សម្ពាធឈាមរបស់យើងក៏ចាប់ផ្ដើមឡើងខ្ពស់ចរន្តឈាមនៅក្នុងខ្លួនយើងទាំងមូលគឺចាប់ផ្ដើមរត់នៅក្នុងល្បឿនមួយដែលលឿនមែនតើអញ្ចឹងគ្រប់សរីរាង្គក៏នឹងចាប់ផ្ដើមជួយនៅកាត់បន្ថយឬក៏បញ្ចេញនៅជាតិពុលឬក៏កាកសំណល់ដែលសេសសល់ពីក្នុងខ្លួនរបស់យើងចេញមកខាងក្រៅតាមលទ្ធភាពដែលវាអាចធ្វើទៅបានដូចជាតម្រងនោមចាប់ផ្ដើមច្រោះយកសារជាតិពុលចេញទៅហើយស្បែករបស់យើងគឺវាចាប់ផ្ដើមបញ្ចេញញើសនៅជាតិពុលមួយចំនួនដែលនៅស្រទាប់ខាងលើរបស់ស្បែករបស់យើងឬក៏នៅក្នុងឈាមរបស់យើងដែលអាចបញ្ចេញមកតាមញើសបានគឺវាបញ្ចេញមកឬក៏ជាតិអំបិលឬក៏ជាតិរ៉ែដែលលើសពីក្នុងខ្លួនរបស់យើងគឺវាចាប់ផ្ដើមបញ្ចេញមកនេះហើយគឺជាវិធីដែលស្បែករបស់យើងជួយថែរក្សាសុខភាពរបស់យើងអញ្ចឹងបើសិនជាចង់ឲ្យស្បែកមានសុខភាពល្អសុខភាពរបស់យើងមាំមួនកុំភ្លេចហាត់ប្រាណទាំងអស់គ្នាបាទអរគុណច្រើន